ជីវិតគឺពោពេញទៅដោយការរៀនសូត្រពេលវេលាដើរទៅមុខរហូតអត់ចាំអ្នកទាំងអស់គ្នាទេបើចង់ធ្វើអីចាប់ផ្ដើមមកលើទៅបាំងតែមួយខែជាងទៀតទេចូលដល់ខែវស្សាហើយដែលជាខែគេពេញនិយមទៅលេងនៅក្នុងផ្សារបើសិនជាចង់ទៅក្នុងផ្សារកុំចាំដល់ឆ្នាំក្រោយឬតតែមានគ្នាច្រើនរៀបចំផ្លានបបួលគ្នាទៅបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នានេះជាសកម្មភាព4យ៉ាងដែលជាការចងចាំល្អបំផុតពេលដែលខ្ញុំទៅក្នុងផ្សារចង់ចែកម្លែកប្រាប់អ្នកទាំងអស់គ្នាទី1គឺការជិះគោយន្តពេលដែលជិះគោយន្តយើងឃើញទេសភាពស្អាតនៅពីមុខយើងអមជាមួយនឹងមេមបាវហោះហើរកាត់មុខយើងណាមានអារម្មណ៍ថា fresh ហើយរំភើបមែនតើពេលដែលជិះហ្នឹងប៉ុន្តែរៀងឈឺគូតតិចអ្នកនរគ្នាពីការឡើងភ្នំសកម្មភាពដើរឡើងលើភ្នំមានភ្លៀងផងបើកថ្ងៃផងហើយផ្លូវឡើងលើភ្នំអ្នកទាំងអស់គ្នាដឹងស្រាប់ហើយគឺវាចោតតែពេលដែលយើងឡើងទៅដល់វាស្រល់យើងមានអារម្មណ៍ថាយើងដូចបានអត់ឈាវអីមួយហើយអារម្មណ៍មួយហ្នឹងគឺរំភើបខ្លាំងហ្មងអ្នកគ្នាហើយអារម្មណ៍ដែលហត់ក៏អាចរំសាយបានដែរពេលដែលយើងបានឃើញទេសភាពនៅលើវាស្រល់បើការមើលផ្កាយនេះគឺជាផ្កាយដែលក្រុមពួកខ្ញុំទៅនឹងបានថតជាប់អ្នកគ្នាគឺស្អាតខ្លាំងមែនតើហើយច្រើនណាស់ដោយសារថ្ងៃដែលយើងទៅនឹងភ្លៀងប៉ុន្តែវារាំងវិញអញ្ចឹងណាអញ្ចឹងយើងអាចមើលឃើញផ្កាយវាអត់សូវមានអាប់ yes ចំណុចចុងក្រោយគឺការឡើងទៅលើភ្នំក្នុងផ្សារដើម្បីមើលថ្ងៃរះយើងបានស្វាគមន៍ថ្ងៃថ្មីជាមួយនឹងការញ៉ាំកាហ្វេឈៀនៅលើភ្នំហើយយើងបានឃើញពពកហោះកាត់យើងណាហោះកាត់ផ្ទាល់អ្នកគ្នាដូចយើងបានប៉ះពពកផ្ទាល់អញ្ចឹងណាមានអារម្មណ៍ថាសប្បាយចិត្តហើយស្រស់ស្រាយហ្មងហើយនៅពេលដែលត្រឡប់មកវិញណាខ្ញុំមានជាការអរគុណខ្លួនឯងដែលបាននាំខ្លួនឯងដើម្បី friend ទៅកន្លែងដែលចង់ទៅវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយបើសិនជាចូលចិត្តកុំភ្លេចជួយចុច like និង shareផង Thank you bye